បងមានលុយខ្លះទេអូនអត់មានទេសំបីតែលុយសម្រាប់សម្រាលក៏អូនមានមិនគ្រប់ដែរអូនណាវគ្គកាត់យើងត្រូវការលុយប្រមាណអ្នកគ្រូអាក់នេះថាឥឡូវ15លានហើយខ្ញុំគួរតែឲ្យស្រីនោះបងលុយទៅត្រូវបើបងហ៊ានបង្ខំស្រីមានផ្ទៃពួកឲ្យសងលុយនោះអូនប្រកាសជាលែងលះនៅបងហើយព្រះជាម្ចាស់មិនមែនផ្ដោះកំណត់ឲ្យយើងមកដើម្បីជិះជាន់អ្នកទុនខ្សោយទេជាហ្វ្រីខ្ញុំគ្មានលុយសំបំណុលទេមានតែខ្លួនបើលោកចង់នោះលោកអាចចូលមកបានបងនឹងមើលថែអូនបងនឹងមើលថែអូនហើយនឹងកូនកាយបងសន្យាបងនឹងមើលថែអូនខ្ញុំត្រូវការជំនួយថ្ងៃនេះមិនមែនថ្ងៃស្អែកឬក៏ថ្ងៃខាងស្អែកនោះទេជួយខ្ញុំផងលោកគ្រូពេទ្យនាងមកខុសមន្ទីរពេទ្យហើយឯងឆាប់នាំគ្រូពេទ្យមកទីនេះភ្លាមបើចង់ខ្ញុំជួយនិយាយប្រួនតិចមកឯងកុំចង់លេងល្បិចឲ្យសោះគេចំណាយពេលមួយខែដើម្បីរកមនុស្សសម្រាប់អូជាបែរជារកបានសម្រាប់ងាប់បាត់ឥឡូវនេះទៅរួចស្លាប់នាងចង់មកបន្ទោសខ្ញុំផងហ៎យប់នេះពួកយើងពិតជាស្លាប់ទាំងអស់គ្នាដោយសារតែឯងហើយខ្ញុំនៅមានមនុស្សសម្រាប់អូជាបានពួកគេរត់រួចអើយគំរត់វិញពួកឯងអូជាយើងត្រូវការតែកូនទេយកតែកូនទេ